បាទសូមគោរពជំរាបសួរដល់អស់លោកអ្នកបងប្អូនជាទីស្រឡាញ់រាប់អានថ្ងៃនេះគឺជាថ្ងៃថ្មីព្រឹកថ្មីអស់លោកអ្នកបងប្អូនបានក្រោកពីដំណេកមកមានបានអរគុណដល់ព្រះហើយឬនៅខ្ញុំសូមអរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលព្រះអង្គបានផ្ដល់ក៏ដូចជានៅតែបន្តឲ្យកូនមានខ្យល់ដកដង្ហើមកូនអរព្រះគុណចំពោះទ្រង់នៅថ្ងៃនេះខ្ញុំមានខគម្ពីរពិសេសមួយសម្រាប់នឹងលើកទឹកចិត្តអស់លោកអ្នកបងប្អូនដូចជាសពមួយដងដែរតែមុននៅក្នុងការដែលយើងចូលដល់ព្រះបន្ទូលព្រះអង្គខ្ញុំចង់សួរអស់លោកអ្នកបងប្អូនថាបងប្អូនប្រើទូរស័ព្ទរាល់ថ្ងៃបងប្អូនមានដឹងថានៅពេលណាដែលទូរស័ព្ទយើងអស់ថ្មបងប្អូនមានឃើញសញ្ញាណាមួយដែលទូរស័ព្ទបានប្រាប់យើងថាទូរស័ព្ទជិតអស់ថ្មហើយទូរស័ព្ទរបស់យើងនៅសល់ 10% នៅសល់ 5% នៅសល់ 1% មែនទេបងប្អូនដូច្នេះបងប្អូនជាទីស្រឡាញ់រាប់អានសញ្ញានៃទូរស័ព្ទបានប្រាប់យើងថាទូរស័ព្ទរបស់យើងជិតអស់ថ្មហើយដូចគ្នាដែរខ្ញុំចង់សួរទៅអស់លោកអ្នកបងប្អូនដែរថានៅពេលដែលអស់លោកអ្នកបងប្អូនដើរជាមួយនឹងព្រះអង្គអស់លោកអ្នកបងប្អូនមានបានមើលខ្លួនឯងទេថាពេលខ្លះយើងកំពុងតែខ្សោយទៅបងប្អូនមានបានឆែកមើលទេនៅពេលដែលជួបទុក្ខលំបាកយើងក៏ចាប់ផ្ដើមខ្សោយទៅនៅពេលដែលជួបនឹងការបៀតបៀនយើងក៏ចាប់ផ្ដើមខ្សោយទៅនៅថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាឲ្យអស់លោកអ្នកបងប្អូនបានចេះសង្កេតមើលថាសញ្ញាអ្វីខ្លះដែលបញ្ជាក់ប្រាប់យើងថាយើងកាន់តែខ្សោយពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះយើងជាគ្រីស្ទបរិស័ទអស់លោកអ្នកបងប្អូនសំខាន់ណាស់បើយើងមិនបានដឹងថាយើងខ្សោយទៅទេនឹងជួបនៅការមួយដែលយើងឃ្លាតឆ្ងាយចេញពីព្រះអង្គបន្តិចម្ដងដូច្នេះនៅក្នុងព្រះគម្ពីរនៅថ្ងៃនេះខ្ញុំចង់លើកយកនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក7ខ7និងខ8ដល់អស់លោកអ្នកបងប្អូនក្នុងព្រះគម្ពីរព្រះអង្គបានមានបន្ទូលថាចូលសូមនោះតែងនឹងឲ្យមកអ្នកចូលរកនោះតែងនឹងឃើញចូលគោះនោះតែងនឹងបើកឲ្យអ្នកខ8ត្បិតអ្នកណាដែលសូមនោះរមែងបានអ្នកណាដែលរកនោះរមែងឃើញហើយនឹងបើកឲ្យអ្នកណាដែលគោះដែរអាមែនអស់លោកអ្នកបងប្អូនសូមឲ្យអស់លោកអ្នកបងប្អូនបានគោះបានរកព្រះអង្គនឹងប្រទានដល់អស់លោកអ្នកបងប្អូនហើយសូមទៅកាន់ព្រះអង្គបងប្អូនសូមកម្លាំងពីព្រះអង្គបងប្អូនសូមប្រាជ្ញាពីព្រះអង្គបងប្អូនសូមការលើកទឹកចិត្តមកពីព្រះអង្គបងប្អូនសូមសេចក្តីសង្ឃឹមមកពីព្រះអង្គសូមឲ្យព្រះអង្គបានធ្វើការបងប្អូនចូលសូមព្រះអង្គនៅសេចក្តីសង្ឃឹមថ្មីដើម្បីមកដាក់នៅក្នុងជីវិតរបស់យើងចូលសូមក្តីស្រឡាញ់សារជាថ្មីដើម្បីយកមកដាក់នៅក្នុងជីវិតរបស់យើងចូលសូមនិមិត្តថ្មីសម្រាប់ដាក់នៅក្នុងជីវិតរបស់យើងដូច្នេះព្រះបន្ទូលបានប្រាប់ថាចូលសូមនោះតែងនឹងឲ្យមកអ្នកចូលរកនោះតែងនឹងឃើញចូលគោះនោះតែងនឹងបើកឲ្យអ្នកដូច្នេះសូមឲ្យយើងនៅតែបន្តឲ្យដើរជាមួយគ្នាហើយសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះបានធ្វើការនៅក្នុងអស់លោកអ្នកបងប្អូនហើយសូមបានចាំថាព្រះគង់នៅជាមួយនឹងអស់លោកអ្នកបងប្អូនជានិច្ចអាមែន